លោកជំទាវជួប៊ុនអេងដឹកនាំក្រុមការងារចោះជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពកងនគរបាលជាតិដែលកំពុងឈរជើងការពារព្រំដែនកម្ពុជាថៃនៅទិសសមរភូមិប្រាសាទតាមាន់នៃខេត្តឧត្តរមានជ័យលោកជំទាវជួប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងលោកស្រីសាន់អរុនសមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំរួមដំណើរជាមួយលោកអ៊ុនសុភ័ក្រអភិបាលខេត្តឧត្តរមានជ័យនិងប្រតិភូជាច្រើនរូបនៅថ្ងៃទី14ខែមីនាឆ្នាំ2025នេះបានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយនាយទាហាននិងពលទាហាននាយនគរបាលនិងពលនគរបាលដែលកំពុងឈរជើងការពារព្រំដែនកម្ពុជាថៃសមរភូមិទិសប្រាសាទតាមាន់នៃខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ត្រីអ្នកវងមេបញ្ជាការកងពលតូចថ្មើរជើងលេខ42បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរអញ្ជើញចុះសួរសុខទុក្ខរបស់លោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងប្រតិភូអូនដំណើរជាច្រើនរូបព្រមទាំងបានរាយការណ៍សង្ខេបអំពីស្ថានភាពក៏ដូចជាស្ថានភាពជាក់ស្ដែងតាមខ្សែបន្ទាត់ព្រំដែនដែលកំពុងកើតមានឡើងនៅសប្តាហ៍ថ្ងៃនេះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងពលតូចថ្មើរជើងលេខ42បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថាមានព័ត៌មានប្រឆាំងមួយចំនួនដែលបង្ហោះនៅតាមបណ្ដាញសង្គមគឺបានបង្ហោះបំភ្លៃការពិតទាំងស្រុងពិតថាភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃពិសេសនៅប្រាសាទតាមាន់ដែលការបង្ហោះនោះក្នុងន័យទាក់ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួននិងក្នុងន័យញុះញង់ឲ្យកងទ័ពកម្ពុជានិងកងទ័ពថៃប្រឈមមុខដាក់គ្នាប៉ុន្តែស្ថានភាពបច្ចុប្បន្ននៅប្រាសាទតាមាន់នេះគឺមានភាពល្អប្រសើរមិនដូចការបង្ហោះក្នុងបណ្ដាញសង្គមនោះទេដោយមានការចរចាគ្នារវាងភាគីថៃនិងភាគីកម្ពុជាបានចរចាមិនឲ្យមានការផ្ទុះអាវុធដាក់គ្នាឡើយនិងបដិញ្ញាសហការប្រតិបត្តិជាមួយគ្នាដោយសពដងនៅក្នុងឱកាសនោះផងដែរលោកជំទាវជួប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងពំនាំនៅប្រសាសន៍5ផ្ញើសាក់សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតក៏ដូចជាឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនដល់កងទ័ពកងនគរបាលជាតិយើងដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជាថៃពិសេសគឺនៅតំបន់ប្រាសាទតាមាន់លោកជំទាវជួប៊ុនអេងអស់លោកស្រីជាសមាជិករដ្ឋសភាព្រមទាំងមេបញ្ជាការកងទ័ពកងនគរបាលជាតិបានរៀបចំពិធីបួងសួងដល់សក្កទេវរាជដែលជាស្ដេចទេវតាសូមជួយបីបាច់ថែរក្សាដល់កងទ័ពកងនគរបាលជាតិឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូននិងបានផ្ដាំផ្ញើដល់កងទ័ពកងនគរបាលជាតិយើងត្រូវយកចិត្តទុកដាក់ក្នុងការការពារបរណភាពទឹកដីនិងត្រូវថែរក្សាសុខភាពឲ្យបានល្អក្នុងពេលបំពេញភារកិច្ចចំពោះមុខតាមខ្សែបន្ទាត់ព្រំដែនព្រមទាំងបាននាំយកនៅគ្រឿងឧបភោគបរិភោគថ្នាំពេទ្យព្យាបាលជំងឺមួយចំនួននិងថវិកាចែកជូនដល់កងទ័ពក្នុងម្នាក់ចំនួន20,000រៀលផងដែរស្អាតទៅបាយស្រុក